Bà cho đo sầm nua tí đọc muối to vì video hệ tìm muối bà sầm nua tí đọc muối đã tham my grandfather walk to school when he was a young boy bà chẳng chấm lại miền buồn chấm rỡ bàn tay khổng ní bàn chờ rỡ hơi cứ chấm lại có used to bàแต่អ្វីដែលខ្ញុំចង់បកស្រាយថាហេតុអីបានជាត្រូវជ្រើសរើស used to បាទអឺ is used to នេះប្រែថាស៊ាំឧទាហរណ៍ហើយក្រោយវាដាក់ជើរ៉ាន់ទៀតឧទាហរណ៍ថាshe is used to អីគេ used to speaking used to teaching អីចឹងទៅណាអាហ្នឹងប្រែថាគាត់នឹងស៊ាំនឹងនិយាយអង់គ្លេសស៊ាំនឹងបង្រៀនអង់គ្លេសឲ្យរអិលសម្រាប់គាត់អញ្ចឹងណាបាទអញ្ចឹង verb to be plus used to ក៏ត្រូវដែរប៉ុន្តែប្រែថាស៊ាំបាទកន្លែងនេះន័យវាមិនមែនប្រែថាស៊ាំទេបាទហើយ get used to នេះក៏អាចប្រើចំនួន is នេះបានដែរដោយសារអីដោយសារតែប្រភេទget នេះក៏អាចប្រើជាប្រភេទ linking verb បានដែរអញ្ចឹងន័យវាអាចប្រហាក់ប្រហែលគ្នាពីរនេះណាបាទដល់តែយើងមើលអា caution uses to នេះវាអត់មានត្រូវប្រើកន្លែងនេះទេអាហ្នឹងប្រែថាប្រើប្រាស់ធម្មតាទេបាទចំណែក I used to ចំណុចកនេះប្រែថាធ្លាប់បាទអញ្ចឹងអត្ថន័យកន្លែងនេះគឺធ្លាប់មើល my grandfather used to នេះចម្លើយកនេះ walk មានន័យថាធ្លាប់ដើរឃើញអត់បាទធ្លាប់ដើរទៅសាលាកាលគាត់នៅក្មេងណានៅជាកុមារាអីចឹងទៅអញ្ចឹងមូលហេតុដែលយកចម្លើយកដោយសារតែតម្រង់used to នេះគេប្រើវាផាសចឹងឯងបាទណាថែម d មកអញ្ចឹងឯងប្រែថាធ្លាប់អាហ្នឹងចំណាំអញ្ចឹងណាអាហ្នឹងគេហៅថា verb pattern ពេលខ្លះមិនបាច់សួររកមូលហេតុទេគឺចំណាំវាថាប្រែថាធ្លាប់គេប្រើតម្រង់ផាសចឹងឯងបាទហើយអា verb to be ដាក់នឹង used to នេះប្រែថាស៊ាំប្រែថាអីទេមិនមែនប្រែថាធ្លាប់ទេន័យវាផ្សេងបាទអាចប្រើបានតែន័យផ្សេងឡើយហ្នឹងឯងបាទអញ្ចឹងបន្តទៅទៀតខ្ញុំបកស្រាយសំណួរទី11ប៉ុណ្ណឹងចូលដល់សំណួរទី12 It is high time you ហើយប្លាទៅ taking your studies more seriously បាទអញ្ចឹងអានេះចម្លើយគឺគេយកចម្លើយខ started បាទអញ្ចឹងហេតុអីបានជាមិនយក start ធម្មតាទម្រង់ present simple បាទហេតុអីបានជាមិនយក to start ឬក៏ starting បាទមូលហេតុដែលមិនយក start អានេះដោយសារតែទម្រង់វាអញ្ចឹងបងប្អូនបាទ it is high time ហើយបូកនឹង subject បូកនឹង past simple ក្បួនគេអញ្ចឹងបដ ாய் អាហ្នឹងបាទមិនខ្ញុំចេះនិយាយណាបងប្អូនទៅស្រាវជ្រាវទៅឃើញហើយគេបញ្ជាក់ថាទោះបីជា past simple ក៏ដោយតែន័យវាគឺបច្ចុប្បន្នទេអញ្ចឹងណាតម្រង់វាផាសក៏ដែរតែអត្ថន័យវាគឺគេនិយាយសំដៅដល់បច្ចុប្បន្នទេអាហ្នឹងវាតម្រង់វាអញ្ចឹងបើសួរថាម៉េចបានយក started មិនបានយក past simple ថាមកពីអំណាចរបស់ it is high time មកពីអាហ្នឹង clear វាអញ្ចឹងហើយមាន subject ក្រោយវាត្រូវយក past simple អញ្ចឹងចំណាំអញ្ចឹងអូតូតែម្ដងបាទអាហ្នឹងមូលហេតុមានប៉ុណ្ណឹងហើយ to start នេះក៏វាមិនត្រូវទៀតហ្នឹងតាមក្បួនវេយ្យាករណ៍វាអត់មាន subject ហើយមកដាក់អីអាហ្នឹងកន្លែងហ្នឹងឬក៏ starting អីវាអត់ត្រឹមត្រូវមិនបាច់និយាយទេតែអាចមានការប្រៀបធៀបថាម៉េចក៏មិនយក start នេះ present simple នេះថាដោយសារអំណាច it is high time អញ្ចឹងអានេះត្រូវយក past simple តែន័យវាគឺបច្ចុប្បន្នទេមានន័យថាដល់ពេលដល់ពេលដែលក្មួយឯងឬប្អូនឯងអីចឹងទៅណានឹងខំប្រឹងប្រែងរៀនសូត្រអីចឹងទៅប្រឹងប្រែងរៀនសូត្រឲ្យខ្លាំងណាគួរតែរៀនសូត្រឲ្យខ្លាំងដល់ពេលវេលាត្រូវរៀនហើយអញ្ចឹងណាបាទហើយក្រោយ started ក្រោយ verb start នេះគេប្រើជើរ៉ានទៀតនេះបងឃើញទេ start speaking ណា start studying អីចឹងទៅអាហ្នឹងវាអានក្រៅអានេះទេបាទទី2សំណួរទី12ប៉ុណ្ណឹងខ្ញុំទៅបន្តទៀតបាទទី13 I will call you as soon as I ប្លាទៅ the test results បាទគេថាម៉េចថាខ្ញុំនឹង call ណានឹងទូរស័ព្ទទៅអ្នកឯងទៅមិត្តឯងនៅពេលដែលណា as soon as ហ្នឹង
tại thằng là về lại các bạn nè rồi có đà rạp nè chẳng các bạn nè cả nạ đại chẳng các bạn đấy và sầm ruộng đây tạm này đấy là về đã là tập hall là về đã tập tua bán tập tua là tập hall này cả bờ lòn này cả về tẹt nè chẳng anh ấy kia chơi rồi ao ấy kia đã present simple không biết đây bỏ sài đấy mà bớt và subordinate clause này cào vía cứ mình chạm bài tự đạo will get ấy tê ở tê ở miền buồn là tự đạo will à will ấy này hơi tự đạo năng will tới ở tê chẳng cái subordinate clause nó đạo present simple thầm đà màu này cái này nhé bà và chăm tụi bây chia ca từ tôi ban là tập hoa lắm mình toàn từ tôi ban có đau ý ám kê mà chia chẳng có mình chăm bạch đặt will đài chẳng hết đấy mà bạch đã tên c tầm rung present simple thầm đà chẳng từ hay bữa đã got anh nó vi căn là ven ngay tới việc miền mùa hai đây tự đặt past simple thế và getting ấy của mình tự đặt cái này những đài mà trong mình thì về cho đàn cái này mà tí đọc buồn mà output chẳng nhầm bằng rùa mình tịch tới và tí đọc buồn the headmaster had the computer technician và đã trở lại tới the network in the lab mà cái này ní chấm lái cứ fix mà chấm lái cứ fix hai đấy ban mình dọc to fix hai ấy cơ mình dọc fix tầm rung phá rồi có fixing và anh ấy viết bịa quan nâng tầm rung tiết hỏi đào trao nâng về miền tầm rung bảo kể bằng con mơ đấy pra head của bán mà pra head của bán pra made của bạn này cái giờ sắp make mà made mau bị make nắng á nè và về class pra god tiết của bạn này mà miền sắp hãy miền object nơi bị cào về này miền object nơi bị cào ấy mà miền object nơi bị cào ấy hãy đặt infinitive bare infinitive miền đây thà đã thu để đã tệ kề gia sạp nắng và chẳng đã thu màu để anh nắng tầm rung ghê chăng vào đầu bà miền head rồi có made ấy chân tới hãy object và toàn máu cái hai thà infinitive bị đào thu rồi có bare infinitive của bạn này nên chắc head cái này ní pra thà pra rồi có prap của bạn này head cái này ní hết pra thà pra này khác ai pra thà bằng com của bạn này và đại tu tới cái pra make và pra thà bằng com nên chắc lột này dũa này ạ quát bàn pra rồi có ao ấy mà dân vậy ao mình dọc rồi bọt nó từ ao đấy aoក្នុងnày pra giống đó bàn pra này khác pra thà bằng com của bạn này bàn pra bàn prap nè chấm liên hàng computer nắng áo chua chul khởi nát áo chua chul là bản đa network nơiក្នុងvật tục computerក្នុងlab này khởi nát prap áo rồi có pra của bạn này chẳng mua là hai đại dọc fix đòi xa tại tầm rong vía cứ mình pra thu thế pi ní bạn vậy đấy tại vì ai nắng trở lắm cho mỗi thu fix về class tầm non đấy had the computer technician to fix với tầm non đấy tầm đó vô rất khó và đợi trong mình đã thu tha tầm rong pra bài ní cứ mình đã thu để mà vì trắng đó nè trong mình về class dương khó đăng luôn mới tới đi tầm non đấy vì mình xong bẹ quan đangประเภทcái hai tháp hạt thớn và tầm rong viên trắng cứ mình ai tầm đòn rồi mà tầm đòn đấy cứ rương khó rương trao tập bản năng ai mà đôi dương prai dương đã tha I had ở đó nè I had I had my ấy kể my brother còn my sister ấy chẳng từ hả wash mà chẳng hết á mình đây tha liếng ấy kể liếng con liếng lan đây chẳng đóក្នុងnày chẳng mình đây là pra thì chẳng từ mà bà chẳng chia tâm rong môi lọ đã hay nhung kịch thà bè khá dương chuột đã tại dùng prai ở tránh của miền này hẹp những prai thảm miền ấy được ở tầm non prai ở tránh của miền này mà chẳng lọ và dọc tầm rong môi ní lọ mình tè mà chấm nắm nó bè đã tránh máu những ai phơi bán hay những đô tập kệ ra đô tập bịa đô tại đấy dùng prai này xây nhất bàn có cột mà chẳng thêm tới tí đọc rằng bà nhom bầm pông co mình sợ lò chia sẻ mẹ ta ngay đấy tại chẳng
កើតមកហ្នឹងវាខ្វះបនរឿងសំឡេងហ្នឹងទៅមកបាទអញ្ចឹងពុំក៏អត់សូវល្អទេពេលខ្លះត្រូវកាហែមញឹកត្រូវអីពេលខ្លះនិយាយសំឡេងអត់សូវលឺទៀតអញ្ចឹងជាស្រ័យដល់តែអត់សូវលឺខំប្រឹងនិយាយដូចស្រែកដូចគេស្រែកដូចគេសម្លុតបាទបែកពីមេរៀនតិចទៅភាគច្រើនថាខ្ញុំកាចភាគច្រើនណាបាទពេលទៅបរៀនសិស្សពេលអីគេថាខ្ញុំកាចការពិតអត់ទេសំឡេងនិយាយវាអត់សូវកើតខំប្រឹងស្រែកទៅវាទៅដូចសម្លុតគេដូចសម្លុតគេនិយាយបែកជាខ្លួនឯងអញ្ចឹងទៅបាទអញ្ចឹងជាស្រ័យបាទតម្រងទី15 not only បាទ not only យើងហក់មកមើលចម្លើយតែម្ដងគឺចម្លើយកគេដាក់ dash បាទ dash she teach បាទចឹងអ្វីដែលចង់និយាយនេះគឺថាហេតុអីបានគេយកតម្រងបញ្ច្រាស់អញ្ចឹងបាទបាទអញ្ចឹងចម្លើយនៅត្រង់អានេះ not only កាលណាតែសរសេរ not only នៅខាងដើមអញ្ចឹងណាគេត្រូវដាក់កិរិយាសព្ទបញ្ច្រាស់ហើយបញ្ច្រាស់បានតែប្រភេទ auxiliary verb មានន័យថាកិរិយាគេហៅថាកិរិយាជំនួយខ្មែរយើងហៅថាកិរិយាជំនួយឬគេប្រភេទកិរិយាពិសេសអីចឹងអាចយកមកបញ្ច្រាស់បានហើយដាក់ subject ហើយដាក់កិរិយាសព្ទ ordinary verb ធម្មតាអាហ្នឹងត្រូវចំណាំវាអញ្ចឹងបាទត្រូវចំណាំវាអញ្ចឹងវាមានហើយតើយើងត្រូវដឹងថា auxiliary verb មានអីខ្លះអញ្ចឹងណាប្រភេទកិរិយាសព្ទធម្មតា action verb ឬក៏ ordinary verb ហ្នឹងมันអាចមកបញ្ច្រាស់បាននេះដូចកន្លែងនេះបាទកន្លែងណាបាទ Romerson នេះកន្លែងនេះมันអាចដាក់បញ្ច្រាស់មកបានទេដោយសារអីដោយសារតែ teaches take ហ្នឹងគឺប្រភេទកិរិយាសព្ទធម្មតាมันអាចបង្កើតប្រយោគបដិសេធប្រយោគសំណួរយកអីបានទេអញ្ចឹងมันអាចដាក់បញ្ច្រាស់បានកន្លែងនេះថាចុះមិនមិនយកអាមួយនេះគឺយកអត់បានទេគឺត្រូវដាក់កិរិយាសព្ទពិសេសឬក៏ auxiliary verb មកបញ្ច្រាស់បន្ថែមទៀតទោះបីជាมันមានក៏ដោយត្រូវតែដាក់បន្ថែមមកឲ្យសមស្របវាបាទអញ្ចឹងគឺចម្លើយកហ្នឹងគឺត្រឹមត្រូវថាមូលហេតុមកពី not only អញ្ចឹងគេសរសេរដោយសំណួរប៉ុន្តែมันមិនមែនសំណួរទេហើយមាន subject ហើយបានកិរិយាសព្ទបាទអញ្ចឹងខអត់ត្រូវបដ ாய் បាទពេលខ្លះយើងគិតថាវាមិនដែលណាគេមកសរសេរបញ្ច្រាស់អញ្ចឹងមិនមែនប្រយោគសំណួរផងអាចថាយកខ teaches អូត្រូវដាក់ខបដ ாய் ដោយអំណាច not only នេះគឺត្រូវសរសេរតម្រងនេះបាទហើយអីទៀតដែលអាចយកបានអូអានេះមើលទៅអានេះដូចតំណងដែរតាណាដូចតំណងណាអត់ទេត្រូវបញ្ច្រាស់វាបាទអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតថាដោយអំណាច not only គឺដាក់បញ្ច្រាស់អញ្ចឹងមកបាទយកអាចបញ្ច្រាស់ហ្នឹងត្រូវហើយអញ្ចឹងគេប្រែថាម៉េចគេប្រែថាមិនត្រឹមតែអញ្ចឹងណាឬថាមិនគ្រាន់តែអញ្ចឹងcác bạnណាមិនមែនតែអញ្ចឹងcác bạnមិនត្រឹមតែគាត់ណាអ្នកគ្រូហ្នឹងគាត់មិនត្រឹមតែបង្រៀនបានល្អទេថែមទាំងណាបាត់ហ្នឹងប្រែតែថែមទាំងអញ្ចឹងមកទៅបាច់ប្រែថាប៉ុន្តែវាអត់ព្រោះណាអ្នកគ្រូហ្នឹងមិនត្រឹមតែបង្រៀនបានល្អទេថែមទាំងណា not only but also clear វានេះបាទ not only but also ណាអញ្ចឹងណា4ម៉ាត់ហ្នឹងឆ្លើយឆ្លងគ្នាអញ្ចឹងហើយប្រែថាមិនត្រឹមតែហើយចុចថែមទាំងបាទប្រែអញ្ចឹងយើងមកប្រែ subject មុនមកអ្នកគ្រូបាទ she ហ្នឹងនិយាយថាអ្នកគ្រូទៅអ្នកគ្រូមិនត្រឹមតែបង្រៀនបានល្អទេថែមទាំងច្រៀងបានពីរោះទៀតណាគេប្រែអញ្ចឹងថែមទាំងច្រៀងពីរោះធម្មតាទេបាទអញ្ចឹងបាទជា recommendation របស់ខ្ញុំហ្នឹងគឺថាកន្លែងខ្លះគឺត្រូវចំណាំវាប្រភេទ pattern មកគឺទម្រង់វាអញ្ចឹងគឺត្រូវចំណាំទេมันអាចជាដាក់តាមចិត្តបានអាប្រភេទ pattern អញ្ចឹងណាបាទទម្រង់វាអញ្ចឹងគឺចាំអូតូបាទទី16 You don't know the answer to this physics problem ហើយគេដាក់ question បាទអញ្ចឹងចម្លើយកន្លែងនេះគឺគេយក do you បាទអានេះអ្នកសិក្សា question tag មិនឆ្ងល់អីទេបាទមូលហេតុគេហៅថា question tag ហ្នឹងមានន័យថាប្រយោគសួរបញ្ជាក់បាទសួរបញ្ជាក់បាទហើយមូលហេតុបានជាគេយក do you ដោយសារតែចេះទម្រង់វាកាលណាតែខាងដើមនេះបដិសេធបាទទម្រង់បដិសេធ
បន្ទាប់ពីក្បៀសហ្នឹងគឺគេប្រើជាសំណួរប៉ុណ្ណឹងចប់បាទមានតែប៉ុណ្្នឹងឯងហើយចុះអានេះគេប្រើជាសំណួរឲ្យស្របទៀតបាទខ្ញុំនិយាយអស់បាទអានេះក៏សំណួរដែរប៉ុន្តែបដិសេធអត់ទេបញ្ជាក់ថាកាលណាតែប្រយោគខាងដើមបដិសេធបន្ទាប់ក្បៀសហ្នឹងប្រយោគសួរបញ្ជាក់ហ្នឹងត្រូវតែស្របបាទมันបដិសេធឲ្យជាប្រយោគសំណួរទៀតបាទសំណួរស្របអញ្ចឹងណាបាទហើយចុះអាកន្លែងនេះសំណួរដែរតាមមិនក៏មិនយកអានេះបើខាងដើមគេប្រើប្រភេទ action verb ហើយយើងមកទៅដាក់ verb to be វិញវាមិនត្រូវន័យបាទអញ្ចឹងអាឡើងវាជារឿងផ្សេងទៀតដែរបាទហើយអានេះក៏ចឹងដែរកាន់តែឆ្ងាយមូលហេតុអាពីរនេះអាចពិបាកសម្រាប់ចិត្តអញ្ចឹងបាទអាខាងដើមស្របបដិសេធយកអាខាងចុងស្របទៅសំណួរបែបស្របទៅចប់ហើយបាទអញ្ចឹងគេប្រែថាម៉េចគេប្រែថាប្អូនឯងឬក៏អ្នកឯងឬក៏មិត្តឯងមិនដឹងចម្លើយណាមិត្តភក្តិឯងមិនដឹងចម្លើយពីបញ្ហាខាងកាយរាងកាយសម្បទានេះទេមិនអញ្ចឹងហ៎ណាអាពាក្យ do you នេះមានន័យថាមិនអញ្ចឹងហ៎ឡើងអ្នកបញ្ជាក់អញ្ចឹងមែនអត់ក្នុងន័យអញ្ចឹងណាបាទអង្កែ question tag អញ្ចឹងយកអានេះគឺត្រឹមត្រូវបាទទី17បាទបងប្អូនពេញចិត្តចង់តាមដានកុំភ្លេចរឿងចុច subscribe បាទ subscribe ឬក៏មើលហើយនឹងគ្រាន់តែ like ចោលមិនបាន comment ក៏បាន comment រត់ទៅល្អដើម្បីឲ្យ channel របស់ខ្ញុំវាសកម្មវាធ្លាប់មានបញ្ហាបាទតែបើមិនពេញចិត្តទៅហើយខ្ញុំមិនសំណូមពរទេទី17 the more you read បាទចម្លើយគេយក the smarter អញ្ចឹងมันប្លែកទេយើងប្រើទម្រង់បែប compare បែបប្រៀបធៀបមានន័យថាបងឯងកាន់តែអានបងឯងនឹងកាន់តែឆ្លាតមានន័យថាអញ្ចឹងប៉ុន្តែវាអាចឆ្ងល់ថាមិនក៏មិនយក more ដែរទៅ more smart មិនក៏មិនយកអានេះក្បួនការបន្ថែមគេហៅថា comparative adjective ឬក៏ superlative adjective ហ្នឹងក្បួនគេយើងទៅមើលអាហ្នឹងទៅកាលណាតែវាមកព្យាង្គចេះវាមកព្យាង្គអញ្ចឹង smart មកព្យាង្គហ្នឹងមានន័យថាមកសូហ្នឹងអញ្ចឹងគឺគេឲ្យថែម er មិនចាំបាច់ដាក់ more មកទេអាហ្នឹងក្បួនវាអញ្ចឹងទេបាទក្បួនវាអញ្ចឹងបាទហើយមិនក៏មិនយក the smart test អានេះតម្រង់វា comparative ហើយយើងមកយក superlative វាមិនត្រឹមត្រូវទេបាទវាអញ្ចឹងវានៅតែហ្នឹងប៉ុន្តែខ្ញុំគិតថាมันមានអ្នកឆ្ងល់ទេអ្នកឆ្ងល់អាចអានេះហើយនឹងអានេះអាមួយនេះទៀតបាទ smarter អញ្ចឹងតម្រង់គេគឺគេដាក់ the មកអញ្ចឹងបាទដាក់ the មកតម្រង់វាអញ្ចឹងអាហ្នឹងមិនដឹងបកស្រាយយ៉ាងម៉េចទេ the មកអញ្ចឹងបាទដូចគេមាននិយាយថា the more you love the more you get hurt អីចឹងណាកាន់តែស្រឡាញ់កាន់តែឈឺអីចឹងទៅបាទនឹងតម្រង់វាអញ្ចឹងដាក់វាមកអញ្ចឹងបាទបាទលេខ18 many students are interested នឹងស្រួលទេ learning about artificial intelligence AI ណាមានន័យថាសិស្សជាច្រើនហ្នឹងគឺចាប់អារម្មណ៍សិក្សាអំពីបញ្ញាសិប្បនិម្មិតដែលយើងហៅថា AI ហ្នឹងឯងបាទអញ្ចឹងចម្លើយត្រឹមត្រូវ in ដោយសារអីដោយសារថា interested នេះប្រើជាមួយ in បាទចប់រឿងហើយនេះពាក់ព័ន្ធនឹងការជ្រើសរើស preposition ហើយក្រោយ preposition ទាំងអស់ហ្នឹង on in at about ហ្នឹងគឺគេប្រើជា ing interested in learning in speaking in sleeping in eating ដាក់ in មកទាំងអស់បាទទោះបី on ទោះបី at ទោះបី about ក៏ដោយតម្រង់បែបនេះគឺគេប្រើជា run ពីក្រោយវាអាហ្នឹងក្រៅមេរៀននេះទេតែខ្ញុំបន្ថែមបាទទី19 she gave me very useful advice about classroom management មានន័យថាមិត្តរបស់ខ្ញុំហ្នឹងគាត់បានផ្ដល់ណាគាត់បានផ្ដល់ជា advice ជាយោបល់ល្អដែលមានប្រយោជន៍ណាសំខាន់អំពីការគ្រប់គ្រងថ្នាក់រៀនបន្ទប់រៀនអញ្ចឹងកន្លែងនេះគឺពាក់ព័ន្ធនឹងការជ្រើសរើសប្រភេទ article ឬក៏ adjective ដែលវានៅពីមុខ noun ណាអញ្ចឹងកន្លែងនេះគេដាក់ some បាទដាក់ some advice បាទអញ្ចឹងកន្លែងនេះមិនដាក់អឺនទេអឺនហើយនឹងអឺនហ្នឹងมันមានអីត្រូវនិយាយទេបាទហើយ the
bà đợi còn mìnhត្រូវដាក់ដែរបាទហើយមូលហេតុដែលយកសាំកន្លែងនេះហើយmìnhដាក់mìnhដាក់អីហ្នឹងដោយសារតែ advice វាជាមិនមែនជាប្រភេទនាមដែលរាប់បានទេដែលណាគេនិយាយកំណត់1កំណត់2អីទេអញ្ចឹងទៅគឺគេប្រើសាំបាទអាហ្នឹងសិក្សាការប្រើប្រាស់ article ទៅណាបាទទី20 would you mind the door it's a bit noisy outside មានន័យថាតើមានន័យថាសូមណាបាទសូមបិទទ្វារបន្តិចបានទេនៅខាងក្រៅវាអញ្ញាញ៉ៃវាមានសំឡេងរំខានបាទមានសំឡេងរំខានអញ្ចឹង would you mind ហ្នឹងប្រែថាសូមក៏បានឬប្រែថាសុខចិត្តក៏បានឬខ្មែរយើងនិយាយថាអត់ទោសហើយចុចទៅឬទេអីចឹងទៅបាទអញ្ចឹងចម្លើយមានច្រើនគេយក closing ថាមិនបានយក closing បញ្ហាវានៅតែហ្នឹងមិនក៏មិនយក would you mind close ឬ would you mind to close បាទហើយអាតម្រងនេះមិនគួរឲ្យឆ្ងល់ទេខ្វែងវាចោលទៅទៅបាទប៉ុន្តែអានេះតំណង would you mind close ឬពេលខ្លះយើងគិតថាអានេះកាន់តែតំណងទៀត would you mind to close បាទអញ្ចឹងបងប្អូនចំណាំថាការណាតែមាន clear would you mind អញ្ចឹងក្រោយវាគឺគេដាក់ ing ហើយបងប្អូនថាបើប្រាប់ឲ្យចំណាំដែលបញ្យលធ្វើអីអាហ្នឹងវាអញ្ចឹងមែនបាទកន្លែងខ្លះបញ្យលមូលហេតុឧទាហរណ៍ដូចយើងប្រើ tense អាហ្នឹងត្រូវបញ្យលមូលហេតុមិនបានប្រើ present simple មិនបានប្រើ past simple ប៉ុន្តែកន្លែងខ្លះគឺត្រូវប្រាប់ឲ្យចាំអញ្ចឹងបាទដូចកន្លែងនេះបងប្អូនថាបើមកប្រាប់ឲ្យចាំដែរនឹងបញ្យលអីទេអានប្រើបើអាហ្នឹងវាអញ្ចឹងមែនបងប្អូនឲ្យខ្ញុំបញ្យលថាម៉េចត្រូវចំណាំតម្រងវាអាហ្នឹងបាទក្រោយ would you mind ហ្នឹងប្រើ ing បងប្អូនចំណាំហើយមិនជឿទៅស្រាវជ្រាវមើលគឺ ing ទាំងអស់ហ៊ានតែមិនយក ing ខុសបាទ would you mind ណា would you mind helping me អញ្ចឹងណា would you mind seeing me home គឺក្រោយវាដាក់ជើររ៉ាន់អញ្ចឹងប្រែថាសូមឬក៏ប្រែថាសុខចិត្តស្ម័គ្រណាប្រែថាស្ម័គ្រខ្មែរយើងស្ម័គ្រឬក៏និយាយមិនក៏បានដែរបែបសំណូមពរបែបគួរសមទៀតអញ្ចឹងណាអាហ្នឹងគឺគេប្រើ would you mind បាទហើយតាមពិតគ្រាន់តែយើងដឹងថាអូអាហ្នឹងតម្រងគេត្រូវជ្រើសរើសប៉ុណ្ណឹងលើកក្រោយយើងលែងច្រឡំបាត់ទៅហើយបាទកលឹះវានៅតែហ្នឹងទេតែបើបងប្អូនមិនបានលឺពាក្យថាអាហ្នឹងតម្រងវាត្រូវយកអញ្ចឹងបងប្អូននឹងនៅឆ្ងល់មួយជីវិតថាមិនបានទៅយក closing មិនព្រមយក too close to អីចឹងនៅតែឆ្ងល់មួយជីវិតអញ្ចឹងខ្ញុំគិតថាពេលនេះឡើងឆ្ងល់ថាអូអាហ្នឹងតម្រងវាអញ្ចឹងដូរតែពាក្យ closing មកទៅជាអីផ្សេងក៏ ing ចឹងដែរបាទអញ្ចឹង10សំណួរបាទមិនឲ្យលើស10ទេដោយសារវីដេអូវែងត្រូវបកស្រាយច្រើនហើយសំណួរចម្លើយនេះគឺមានដល់ទៅ300សំណួរចម្លើយបាទហើយបងប្អូនតាមឲ្យចប់300សំណួរចម្លើយហ្នឹងអាហ្នឹងទៅប្រឡងមានទឹកមាត់លេបខ្លាំងនេះបាទអ្នករៀបរៀនគាត់បកកែស្រាវជ្រាវរកចំណុចវ័យក៏ខុសគ្នាទាំងអស់យកមកណាខ្ញុំសរសើរខ្ញុំឃើញហើយល្អមែនតើទៅខ្ញុំសម្រេចផលិតជាវីដេអូមកវីដេអូនេះទៀត20សំណួរហើយគ្មានចំណុចណាមួយដែលដូចគ្នាមួយបាទន័យថាវ័យករអង់គ្លេសហ្នឹងក៏វាមិនតិចដែរច្រើនណាស់បាទហើយគាត់ឆ្កឹះយកមកដាក់ឲ្យយើងសិក្សាមិនធម្មតាខុសគ្នាទាំងអស់បាទអញ្ចឹងបងប្អូនកុំភ្លេចចុចជាវណាភាសាខ្មែរហ្នឹងជាវគឺថាដើម្បីតាមដានការផលិតនៅវីដេអូនេះដើម្បីខ្ញុំបកស្រាយបន្ថែមទៀតថាក្នុងនេះមានចម្លើយស្រាប់ហើយប៉ុន្តែបើខ្ញុំគ្រាន់តែយកមកអានឆ្កឹះរើសចម្លើយតាមដែលដាក់មកឲ្យទៅអ្នកឆ្ងល់នៅតែឆ្ងល់អញ្ចឹងខ្ញុំបន្ថែមថាហេតុអីបានត្រូវយកអាហ្នឹងបាទថែមពីលើនឹងប៉ុណ្្នឹងឯងពីព្រោះឯកសារអ្នកផលិតមកមិនបាននិយាយអីបន្ថែមឯណាបាទអញ្ចឹងយើងនិយាយបន្ថែមទៀតដើម្បីឲ្យកាន់តែឆាប់យល់បាទអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយទៀត